បាទខ្ញុំបាទជំនុំបរិស័ទកណ្ដាលជាជំនាញបានស្គាល់ណាជំនុំបាទលោកគ្រូសេនារាដែលជាអតីតកាលពីនៅជាប្រសង់ណាប្រនាមព្រះគ្រូអគ្គចតោសេនារាដែលមហាជនតែងតែឲ្យប្រនាមថាជាទេវតាដើរដីតែមិនជាទេវតាទេជាមនុស្សធម្មតាទេណាហើយបច្ចុប្បន្ននេះទូព្រះបង្គំខ្ញុំកណាខ្ញុំបាទនឹងហើយនៅខាងស្រុកកំណើតគឺនៅខាងភូមិភ្នំតូចឃុំសុភីស្រុកបាទីខេត្តតាកែវប៉ុន្តែបច្ចុប្បន្នរាល់ថ្ងៃនេះគឺការមើលទីតាំងនៅខាងភូមិចែកឃុំចែកមានជ័យស្រុកបណ្ដាន់ខេត្តបាត់ដំបងខ្ញុំណានឹងហើយខ្ញុំតែបានឃើញនៅក្នុងសង្គមការផ្សព្វផ្សាយជាច្រើនបាទហើយពេលនេះខ្ញុំកណាខ្ញុំបាទនេះនឹងហើយមានវត្តមានការចូលរួមជាមួយនឹងបងប្អូនយើងដែលជាសារព័ត៌មានគ្រប់ស្ថាប័នបាទដែលគាត់បានមកតំណែងចូលរួមណាในការផ្សព្វផ្សាយឃើញថាស្ងាត់អីចឹងទៅគាត់ក៏មកសួរសុខទុក្ខហើយចឹងទៅក៏ជម្រាបជូនពុកម៉ែបងប្អូនដែរថាអត់ទៅណាទេនៅតែកន្លែងដែរទេនៅជាបាទញោមពុទ្ធបរិស័ទតិចតួចឲ្យជួយសង្គមបែបធម្មតាតែប៉ុណ្្នឹងឯងណាបាទជម្រាបជូនទៅដល់ពុកម៉ែបងប្អូនដែរហើយមុននឹងការលើកឡើងកន្លែងនេះថ្ងៃទូប្រពន្ធជំនាញសូមការអនុញ្ញាតអំពីសម្ដេចព្រះអគ្គនាយកជាតិព្រមទាំងព្រះមន្ត្រីសង្ឃពុទ្ធសន្តានានុក្រមនិងសូមការអនុញ្ញាតអំពីគណៈដឹកនាំប្រជាពុទ្ធបរិស័ទក្នុងប្រទេសក្រៅប្រទេសផងដែរនឹងហើយកន្លងមកនេះមកដល់បច្ចុប្បន្ននេះដែលខ្ញុំតាំងពីនៅប្រសង់រហូតមកដល់ពេលនេះចូលជិត1ឆ្នាំហើយនឹងហើយប៉ុន្តែមូលហេតុដែលខ្ញុំត្រូវបានជាក់សិក្ខាបទនេះដោយទី1នឹងហើយលោកឪពុករបស់ខ្ញុំបាននិយាយចាក់លោកនេះនឹងហើយលោកឪពុកបង្កើតទី2ប្អូនប្រុសរបស់ខ្ញុំបានចងកសម្លាប់ខ្លួនហើយអញ្ចឹងទី3ចំណុចហ្នឹងដែលសំខាន់យោងទៅតាមខ្ញុំអស់ឧបនិស្ស័យជាឧត្តមភេទដែលភេទត្រូវត្រង់នៅសាសនាត្រូវត្រង់នៅឧត្តមភេទហ្នឹងគឺអស់តែការកាន់នៅសាសនានៅតែកាន់បន្តទេហើយកន្លងមកដល់ថ្ងៃនេះបាទចូល1ឆ្នាំហើយអញ្ចឹងខ្ញុំកណ្ដាលខ្ញុំបាទនេះនៅតែមានណានៅមានទូនាទីហើយក៏នៅមានឱកាសនឹងការលះពេលវេលារបស់ខ្ញុំនៅតែជួយសង្គមដដែលទេអ្នកជាប់ច្បាប់អ្នកឈួត10 20ឆ្នាំ50 60ឆ្នាំគឺនៅតែព្យាបាលដដែលទេណានៅតែព្យាបាលដដែលទេបងអញ្ចឹងខ្ញុំសូមបកស្រាយជូនមហាជនទាំងអស់ក្នុងប្រទេសក្រៅប្រទេសបានជួយជាព័ត៌មានផងដែរថាការព្យាបាលជំងឺនេះអត់ខុសពីប្រសង់ទេខ្ញុំហើយខ្ញុំឃើញការនៅប្រសង់ណាខ្ញុំមនុស្សតិចបំផុតចាប់ពី500នាក់រហូតដល់ជិត3000នាក់ក្នុងមួយថ្ងៃហើយនៅក្នុងមួយថ្ងៃជិត3000នាក់នោះ2000ទៅ3000ទៀតបំផុត500នាក់ឡើងទៅអញ្ចឹងក្នុងមួយថ្ងៃនោះយ៉ាងហោចណាស់ក៏មានអ្នកជំងឺឈួតដែលជាប់ច្រវាក់មិនក្រោមពី10នាក់ឡើងទេអញ្ចឹងអ្នកដែលជាប់ច្រវាក់10នាក់ឡើងនោះមានអ្នកខ្លះ2ឆ្នាំ1ឆ្នាំ10ឆ្នាំ20ឆ្នាំរហូតដល់50 60ឆ្នាំ10ឆ្នាំក៏មានដែរហើយអ្នកដែលមកនោះគឺតែងតែព្យាបាលដោយស្វ័យប្រវត្តិភ្លាមមិនលើសពី15ទៅ25នាទីទេប៉ុន្តែសួរថាកន្លងមកខ្ញុំបានឃើញល្បីទៅលោកគ្រូសេនារាលោកឲ្យបាទអញ្ចឹងមកបច្ចុប្បន្ននេះវិញគឺខ្ញុំនៅតែព្យាបាលជំងឺដូចដដែលដូចប្រសង់ដដែលតែគាត់ថាខ្ញុំមានអត្ថប្រយោជន៍ជាប្រសង់បន្តិចដោយសារអីឥឡូវនេះយើងអាចកាន់ចាយបានគ្រប់បែបយ៉ាងកាន់ចាធ្វើនេះធ្វើនោះអីបានគ្រប់បែបយ៉ាងអញ្ចឹងនៅពេលដែលយើងចាបានអីបានធ្វើបានគ្រប់បែបយ៉ាងដោយមិនចាំបាច់ការពីមុនកាន់តែឈើអីប៉ះញាតិញោមអីវាពិបាកព្រោះយើងប្រសង់តែឥឡូវនេះយើងវាមានការស្និទ្ធស្នាលក្នុងការជួយសង្គ្រោះឲ្យវាងាយជាងការពីលើសនៅប្រសង់ទៀតមិនមែនថាដូចត្រឹមប្រសង់ទេអាចនឹងលើសមុនទៀតក៏អាចថាបានណាព្រោះឥឡូវនេះខ្ញុំកន្លងមកខ្ញុំគិតខ្លួនឯងឥឡូវនេះខ្ញុំមើលព្យាបាលជំងឺដែលខ្ញុំរយៈពេលកន្លងខ្លីគឺខ្ញុំមើលអត់ដល់មិនដល់10នាទីទេ5នាទី3នាទីទេអាចទៅជាព្រាមតែសំខាន់ពាក់ព័ន្ធនឹងផ្លូវល្ងិតតែបើក្រៅពីផ្លូវល្ងិតដូចជាតសៃតសាតញៀនថ្នាំញៀនអីអានោះខ្ញុំព្យាបាលអត់បានទេដោយសារអីដោយសារគាត់មិនមែនជាការពាក់ព័ន្ធនឹងផ្លូវល្ងិតទេណាផ្លូវល្ងិតនេះបានន័យថាជាមុនខ្មៅអំពើឬក៏ពាក់ព័ន្ធនឹងអភិសមានកាយពពួកបិសាចអមនុស្សអីទៅក្របដណ្ដប់លើគាត់គឺខ្ញុំនឹងធ្វើឲ្យបាត់ភ្លាមនេះការដែលព្យាបាលជំងឺហើយខ្ញុំចង់បញ្ជាក់ទៀតថាមិនមែនខ្ញុំខ្លាំងមិនមែនខ្ញុំបកកែដូចមានក្នុងពុទ្ធបរិស័ទតែល្បីថាលោកគ្រូសេនារាទេវតាដល់អីបកកែខ្លាំងតែជំរាបជូនដដែលចឹងថា
អត់ប្រកែទេញោមគុណចាស់ហ្នឹងបើប្រកែមិនមែនញោមប្រើបានទេហើយសូម្បីតែអ្នកឈួតក៏ប្រើបានដែរតែគាត់ថាយើងដឹងអំពីយុទ្ធសាស្ត្រការព្យាបាលជំងឺបែបនេះហើយការព្យាបាលទាំងអស់នេះគឺយកធម៌ព្រហ្មញ្ញតិចតួចហើយនឹងធម៌ព្រះពុទ្ធសាសនាយើងពាក់ព័ន្ធនឹងការព្យាបាលជំងឺយកថ្ងៃទាំង7ខែទាំង12ឆ្នាំទាំង12ណាថ្ងៃទាំង7ខែទាំង12ឆ្នាំទាំង12ខ្ញុំនឹងយកនៅក្នុងលក្ខណៈ32ប្រការរបស់ព្រះសម្មាសម្ពុទ្ធយកមកព្យាបាលជំងឺរាល់ថ្ងៃនេះឯងញោមអត់មានអីទេតែដោយសារនិស័យមិនមែនខ្ញុំខ្លាំងប្រកែនិយាយហើយនិយាយទៀតមិនមែនប្រកែខ្លាំងទេនិស័យដែលយើងអាចជួយគ្នាបានញោមណាអ្វីដែលយើងអាចជួយបានយើងនឹងជួយហើយមិនមែនត្រឹមតែការព្យាបាលជំងឺតែមួយមុខទេអ្នកដែលពាក់ព័ន្ធប្តីលែងប្រពន្ធលែងក្រុមគ្រួសាររស់ស៊ីលំបាកវេទនាដាក់ចុះការរៀបចំអាសនៈខុសរៀបចំប្រភពខុសរៀបចំទេវតាខុសរៀបចំកងម៉ាខុសរៀបចំគ្រូបជាខុសឬក៏រស់ស៊ីលំបាកលេចធ្លាក់វេទនាលំបាកនៅតែថ្ងៃមួយដែលពិបាកខ្លាំងមែនទែនក៏បងប្អូនអាចសួរនាំបានដែរឲ្យតែដឹងឆ្នាំសំខាន់គឺដឹងឆ្នាំហើយអ្នកបញ្ជួបខ្ញុំហ្នឹងគឺសំខាន់គឺឆ្នាំហើយនឹងសម្លេងទូរស័ព្ទដើម្បីថតសម្លេងហ្នឹងឯងអត់មានលឺហ្នឹងឯងហើយការព្យាបាលគ្រាន់តែថាខុសទីប្រសងនឹងនៅលោកបន្តិចនៅលោកហ្នឹងយើងមើលខណ្ឌ5 5 សន្លឹកដោយខ្មែរតំណាងឲ្យរូបវេទនាសញ្ញាសង្ខារវិញ្ញាណណាតែប្រសពវិញយើងមើលគុណម្ដាយនិងគុណឪពុកតែប៉ុណ្្នឹងឯងអត់មានអីលើហ្នឹងទេណាអញ្ចឹងបានដាក់ប្រកាសពីមុនដែរគឺក្នុងមួយសប្តាហ៍គឺសម្រាប់ថ្ងៃអង្គារបាទញោមមកថ្ងៃអង្គារបានមើលទេអញ្ចឹងណាកន្លងមកណាថ្ងៃអង្គារគឺអត់បានមើលទេដោយសារថ្ងៃនោះគឺជាថ្ងៃចុះចែកអំណោយធ្វើជូនទៅដល់សិស្សានុសិស្សចាស់ចរិយាជនពិការគឺគ្រប់តំបន់ហើយច្រើនណាស់បើនិយាយសិស្សរាប់ម៉ឺននេះបាទគ្រប់កន្លែងណាច្រើនណាស់តាំងពីនៅខេត្តកញ្ចេះតាំងពីនៅបាត់ដំបងកំពង់ស្ពឺយើងអត់តំនិយាយរួមទៅគឺច្រើនមែនទែនប៉ុន្តែសួរថាការជួយទាំងអស់ហ្នឹងតើឥឡូវបែបណាវិញឥឡូវនេះក៏នៅតែបន្តទៀតដែរហើយគ្រាន់តែការជួយហ្នឹងវាកាត់បន្ថយពីមុនមកញាតិញោមចូលរួមបានច្រើនតែឥឡូវយើងនៅប្រសពលទ្ធភាពខ្ញុំក៏អត់មានអីដែរបានតិចតួចបងប្អូនក្នុងប្រទេសក្រៅប្រទេសផ្ដល់ឲ្យមកនៅចូលរួមហើយឥឡូវនេះកំពុងតែគិតទៀតហ្នឹងហើយជម្រាបជូនបន្តិចចាស់ហ្នឹងហើយកំពុងតែគិតទុកនៅក្នុងវេនថ្ងៃទី13 14ត្រូវជាថ្ងៃសៅរ៍អាទិត្យប៉ុន្តែ13 14ហ្នឹងគឺខ្ញុំកំពុងតែគិតថាទី1ខ្ញុំសហការជាមួយញាតិញោមនៅប្រទេសបារាំងបងប្អូនខាងខ្ញុំចាន់រឿនផងដែរហើយនឹងបងប្អូនក្នុងប្រទេសក្រៅប្រទេសមួយចំនួនផងដែរគាត់បានចូលរួមអញ្ចឹងខ្ញុំកំពុងតែត្រៀមលក្ខណៈធ្វើអំណោយនេះទី1ជូនទៅដល់សិស្សានុសិស្សនៅខាងខេត្តបាត់ដំបងយើងណាខ្ញុំមិនទាន់កំណត់អីតែគាត់ថាដឹងតែខេត្តបាត់ដំបងហើយមានចំនួនសិស្សបាទមានចំនួនសិស្សការដែលគិតទុកគឺ1600នាក់ប៉ុន្តែក្នុងគណៈពេលនេះទោះបីជាមានពេលធ្វើទាំង2សាលាហ្នឹងក៏យើងធ្វើ3សាលាហ្នឹងក៏យើងធ្វើតែមិនអត់បានទេយើងធ្វើមួយសាលាទាំងមួយសាលាហ្នឹងក៏អត់ក្រោមពី1000នាក់ដែរណាបើត្រឹម1000ចុះដែរក្នុងមួយសាលាណាអញ្ចឹងយើងនឹងធ្វើគម្រោងគឺ1600ជាងនាក់នៅក្នុងថ្ងៃទី20 21បាទថ្ងៃទី20 21យើងនេះត្រូវនឹងសៅរ៍អាទិត្យហ្នឹងឯងវេនទី13 14ហើយការធ្វើនោះមានសម្ភារៈការសិក្សារបស់ក្មួយសភៅប៊ិចខ្មៅដៃបន្ទាត់ថវិកាហើយមួយទៀតក្នុងនោះក៏មានការចូលរួមចំណែកជាមួយញោមនៅប្រទេសបារាំងគាត់បានប្រាប់ដែរថាគាត់នឹងចូលរួមមានការជួយតាមវត្ត7វត្តផងដែរហើយក្នុង7វត្តនោះមានកង2 2 3អញ្ចឹងទៅថវិកាមួយចំនួនសម្ភារៈបរិក្ខារពីព្រោះដោយការរដូវបុណ្យភ្ជុំបិណ្ឌណាហើយអ្វីដែលលើសនឹងទៀតបាទខ្ញុំប្រកាសណាចំបាត់នេះនឹងគិតថាធ្វើបុណ្យមួយអញ្ចឹងធ្វើបុណ្យមួយនេះថាបុណ្យមហាឆាកបាំងស្កូលឧទ្ទិសជូនទៅដល់វីរជនកងទ័ពណាវីរៈកងទ័ពហ្នឹងហើយដែលបានពលីជីវិតបូជាជាតិមាតុភូមិរបស់យើងរាប់ទាំងពីថ្មីថ្ងៃទី20ជាងនេះផងរាប់ទាំងពីថ្ងៃ3ឆ្នាំ8ខែ20ថ្ងៃនោះផងរាប់ទាំងពីចដូនតាកុងម៉ាផងដែលបានបែកកាយរំលែកខណ្ឌទៅកាន់លោកដ៏យូរតែឥឡូវនេះខ្ញុំគិតថានឹងធ្វើនៅក្នុងថ្ងៃទី21 22នេះអញ្ចឹងការធ្វើនោះមានពេល7គឺយើងរៀបជាចង្អេធំពេល7ហ្នឹងដើម្បីដាក់ពេលហ្នឹងមានដោតតុងជាដើមហើយយើងដាក់បាយទឹករលឹកចំណីត្រីសាច់ដើម្បីឲ្យទិសជូនទៅដល់ញាតិនោះអញ្ចឹងពេលទាំង7នោះមួយ
មាន7ពេលតំណាងឲ្យថ្ងៃទាំង7ព្រោះយើងកើតមកនៅក្នុងថ្ងៃទាំង7អាទិត្យច័ន្ទជាពុទ្ធពហុសុខសៅរ៍អញ្ចឹងយើងសិតធ្វើសិតតែមានក្បួនណាយើងណាអញ្ចឹងយើងតំណាងឲ្យពេលទាំង7ហ្នឹងផងហើយយើងមានការរៀបចំសម្លៀកបំពាក់បងប្អូនមានសម្លៀកបំពាក់បែបណាក៏អាវទៅជួបដោយកៅអៅថ្មីក៏ដោយចាស់ក៏ដោយបងប្អូនអាចដាក់បានក្នុងគ្រួសារបងប្អូនមានអ្នកណាស្លាប់ក្នុងគ្រួសារ1 2ក្តីឬក៏អត់ក្តីក៏ដោយដោយថាមានកូនស្លាប់មួយកូនស្រីអញ្ចឹងយើងដាក់ខោអាវស្រីមកកាផ្លេអញ្ចឹងទៅឪពុកយើងស្លាប់ចាស់អញ្ចឹងយើងដាក់ខោអាវចាមកកាផ្លេអញ្ចឹងទៅណាអញ្ចឹងខ្ញុំរៀបជាខោអាវសម្លៀកបំពាក់ខ្សែក្រវ៉ាត់ស្បែកជើងអ្នកណាដែលមានអីគឺត្រូវដាក់ហ្នឹងតាមរៀងខ្លួនតាមសទ្ធារបស់បងប្អូនយើងយកខោអាវនោះរៀបចំជា9ពនុះបាទ9ពនុះហ្នឹងគឺមានពនុះធំ9ពនុះហ្នឹងគឺតំណាងឲ្យទិសទាំង8ឯងតែទិសលើមួយហ្នឹង9បូរគ្នាតែសិននិយាយបច្ចុប្បន្នប្រយុទ្ធទៅដល់សែនអញ្ចឹងយើងរៀបចំ9ពនុះដាក់ខោអាវដាក់ស្បង់ស្បែកត្រៃជីវរប្រសង់គឺផ្សេងពីគេដាច់ពីគេហើយជាប់នឹងដែរប៉ុន្តែទៅដាច់ពីខាងលើអញ្ចឹងយើងដាក់រៀបហ្នឹងទី1ចំណុចដែលគោលដៅសំខាន់គឺយើងរៀបចំក្នុងខ្សាច់ទាំង5នឹកដល់ចលាមនីចេតីនៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់ដឹងយើងធ្វើការបដិស្ថានផ្ដាច់កម្មពីវិរិយទាំងអស់ផ្ដាច់កម្មពីវិរិយសត្វលោកទាំងអស់ដែលយើងមានដែលយើងបានធ្វើដោយកាយកម្មវិច័យកម្មមនោកម្មណាមួយឲ្យអស់នៅក្នុងពេលដែលយើងធ្វើនេះសូមឲ្យអហោសកម្មផ្ដាច់ហើយយើងនឹងឧទ្ទិសបុណ្យទៅដល់អ្នកដែលបានលាចាក់លោកទៅចឹងយើងត្រូវនិមន្តព្រះសង្ឃដើម្បីសមាទានសិលយើងរក្សាសិលឲ្យមានតិនបានយើងអត់ទៅបានណាសីលវិទានណាធ្វើចំពោះអ្នកមានសិលអញ្ចឹងទាយការនោះអតិសេនអ្នកទាយុជាអ្នកអតិបេតាអនុមោទនាអ្នកពពួកយើងបានទទួលផលហ្នឹងអញ្ចឹងយើងមានសិលហើយយើងអតិជូនហើយបានយើងយកស្បង់ស្បៃត្រៃជីវររបស់របរទាំងអស់ហ្នឹងប្រគេនព្រះសង្ឃនិមន្តបាំងស្គលឆាកដល់ពេលដែលលោកឆាកចប់អតិឲ្យចប់អស់ហើយយើងមានការបូជាដុតសម្លៀកបំពាក់នោះតែម្ដងនៅមុខព្រះវិហារវត្តលេននវ័នហៅវត្តនោះដែលស្ថិតនៅភូមិចែងឃុំចែងមានជ័យស្រុកបាណាន់ជាវត្តដែលខ្ញុំបានកសាងថ្ងៃមុនទៅកសាងព្រះ109ព្រះអង្គដែលមាននៅក្នុងបត្រៃយវេដកទើបតែឲ្យដោយជាស្ថាពរហើយពេលទាំង7មានបាយទឹកលឹកចំណីមានខ្ញុំណាដាក់អីដាក់យើងគិតថាហេតុអីបានជាយើងត្រូវធ្វើបែបនេះវាមិនមែនមានត្រឹមតែថ្ងៃនេះទេបាទរឿងនឹងវាមានតាំងពីសម័យនៃពុទ្ធកាលឯណោះបាទហ្នឹងហើយមានតាំងសម័យនៃពុទ្ធកាលឯណោះហ្នឹងហើយយើងដឹងរឿងប្រវត្តិហ្នឹងហើយដែលពួកប្រែតមកសុំប្របាទគុំពិសាយញោមបងពិសាយជាស្ដេចទេណាថាអត់បានចំណីអាហារទេឃ្លានណាស់លំបាកណាស់អត់មានសម្លៀកបំពាក់ទេមកសុំប្របាទគុំពិសាឲ្យទៅថាបានដល់បានជាធ្វើបុណ្យហ្នឹងបានជាធ្វើបុណ្យហ្នឹងឲ្យទិសជូនហ្នឹងហើយដោយការបាំងស្គលនេះឯងពេលខ្លះស្លាប់ដោយអត់អាវអត់ខោអញ្ចឹងយើងបានអាហ្នឹងឲ្យទៅពួកគាត់បាំងស្គលឲ្យទិសជូនដល់គាត់ហើយបើយើងនិយាយថាចុះចំណុចហ្នឹងខុសអត់ទេតែយកអ្វីទៅបូជាហ្នឹងចុះឥឡូវយើងមើលខុសអត់ដូចជាយើងបោះបាយជុំបិណ្ឌតាមពហិតាមសាលាណាខុសដែរលោកសម្ដែងថាឲ្យទៅទៀនទៅសត្វដេរឆានបាន100អត្តភាពឲ្យបុគ្គលទៅអ្នកអត់សិលបាន1000អត្តភាពឲ្យបុគ្គលដែលមានសិលរាប់មិនបានចឹងស្មើនឹងឲ្យទៅសត្វដេរឆានដែលអត់មានសិលបាន100អត្តភាពស្មើនឹង100ឆ្នាំឲ្យទៅបុគ្គលដែលអត់សិលបានដល់1000ឆ្នាំអានេះជាបុណ្យនិស្ស័យណាញោមពុទ្ធបរិស័ទហើយនៅក្នុងគណៈនេះពេលដែរក៏ខ្ញុំឆ្លៀតឱកាសសូមពាវនាវហើយជាពិសេសសូមការអនុញ្ញាតអំពីសម្ដេចប្រមុខគណៈដឹកនាំនិងឲ្យទាំងទ្វេមានសម្ដេចតេជោក៏ទាំងសម្ដេចធិបតីដែលជាទីគោរពដ៏ខ្ពង់ខ្ពស់ហើយក៏សូមការអនុញ្ញាតអំពីអាជ្ញាធរមូលដ្ឋានគណៈដឹកនាំគ្រប់ស្ថាប័នជាន់ថ្នាក់និងហើយខ្ញុំគណៈចម្បាត់សូមធ្វើបុណ្យនេះនៅក្នុងថ្ងៃទី21 22បាទត្រូវថ្ងៃវេនទី13 14ត្រូវទី40អាទិត្យនៅធ្វើវេលាថ្ងៃអាទិត្យម៉ោងប្រហែលជា9ព្រឹកយើងនឹងរៀបចំកម្មវិធីបុណ្យនោះហើយក្នុងនោះដែរបងប្អូនចង់ចូលរួមមហាជនក្នុងប្រទេសក្រៅប្រទេសឲ្យចង់ចូលរួមជាសម្លេចបំពាក់ណាតាមសទ្ធាជ្រះថ្លាបងប្អូនអាចយកពីវេនទី1នឹងរហូតទៅដល់វេនដែលខ្ញុំបានកំណត់ហ្នឹងបងប្អូនយកទៅជូនអាចារ្យមកកាផ្លេ2កាផ្លេអីក្តីយ៉ាងណាដែរក្តីអីយើងយកទៅទុកដាក់សម្រាប់បូជាតែមិនមែនរឿងតែបូជាមួយទេឥឡូវទីហោះថាអ្នកដែលមកអត់មានខោអាវទេក្មេងៗអត់មានអីទេសម្លៀកបំពាក់ទេយើងជូនពួកគាត់ជាទានប្រសង់លោកខ្វះស្បង់ស្បែកតែយើងទិញស្បង់ស្បែកដល់ប្រគេនលោកដែលនឹងចាស់តាជារៀនដែលជនពិការសពតារហូតដល់ប៉ុណ្ណឹងបាទយើងយករបស់នោះជូនគាត់សល់ប្រមាណយើងធ្វើកិច្ចការងារទាំងអស់នោះអញ្ចឹងខ្ញុំសូមពាវនាវបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមតាមរយៈខ្ញុំកណាចម្បាតនឹងមានជាសភៅបិចខ្មៅដៃបន្ទាត់ហើយសភៅបិចខ្មៅដៃបន្ទាត់ដូចគ្នា
នឹងហើយសភៅតែមួយក្បាល 1000 2000អីទេហើយបិចម្ដង 4 500 1000ទេប៉ុន្តែវាមានន័យសំខាន់សម្រាប់ជាតិយើងសម្រាប់យុវតីយើងដែលជាជំពាំងស្នងរបស់យើងណាអញ្ចឹងធ្វើឲ្យប្រទេសយើងមានសុខសន្តិភាពស្ថិរភាពសុខសប្បាយមានការធ្វើបុណ្យមកដល់បច្ចុប្បន្នរាល់ថ្ងៃនេះខ្ញុំឃើញហ្នឹងណាអញ្ចឹងខ្ញុំសូមទាវយកបងប្អូនក្នុងប្រទេសក្រៅប្រទេសដែលបានចូលរួមតាមរយៈខ្ញុំរហូតមកមានការកសាងអីញាតិញោមនឹងឲ្យទាប់តែជួយរហូតបន្តឥឡូវខ្ញុំនៅតែប៉ុណ្្នឹងទេគឺធ្វើថ្ងៃនោះឯងអញ្ចឹងសូមបិចសភៅខ្មៅដៃបន្ទាត់និងសម្លៀកបំពាក់ខោអាវស្បែកជើងដែលញាតិញោមអាចចង់ធ្វើបាននឹងអញ្ជើញយកមកទៅនៅវត្តលេងវត្តហៅវត្តរួមឲ្យតាមរយៈខ្ញុំប្រកាសណាខ្ញុំបាទលេខផ្ទាល់ 076 លេខ 9 លេខ 2 5 ដើមលេខ 6 កតុយ 069 59 29 21 បាទតាមរយៈលោកគ្រូសេនារានេះឯងបាទបងប្អូនអាចប្រព្រឹត្តជាមួយខ្ញុំប្រកាសណាខ្ញុំបាទបានអាចអញ្ជើញមកបានដែលខ្ញុំជួយតែគាត់ឲ្យយោបល់ខាងនៅលើវិស័យទេមិនប្រកែកទេញាតិញោមណាអធិស្ឋានចំពោះលោកគ្រូអ្នកគ្រូផងនឹងហើយលោកគ្រូទាំងអស់ដែលជាច្រើនហ្នឹងក៏គាត់បានជួយដែរក្នុងសង្គមយើងណាប៉ុន្តែសំខាន់សម្រាប់ខ្ញុំគឺខ្ញុំនៅតែបន្តឲ្យទីតាំងរបស់ខ្ញុំនៅខាងភូមិចែងមានជ័យស្រុកបណ្ដាន់ខេត្តបាត់ដំបងនឹងហើយជាចុងក្រោយនេះក៏សូមថ្លែងអំណរអគុណដល់ជាចំពោះព្រះវត្តមានរបស់សម្ដេចព្រះគិតកាយជាតិព្រមទាំងប្រកាសណាម្ចាស់គ្រប់ព្រះអង្គផងដែរហើយសូមថ្លែងអំណរអគុណដល់ដឹកនាំដែលធ្លាប់តែងយកចិត្តទុកដាក់ក្នុងការជួយជាតិបំពេញកតបកិច្ចទូនាទីកិច្ចការដ៏សំខាន់ជួយជាតិណាឲ្យប្រជាពលរដ្ឋយើងបានសុខសប្បាយហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសក្រៅប្រទេសទាំងអស់ណាញាតិញោមពុទ្ធបរិស័ទក្នុងប្រទេសក្រៅប្រទេសទាំងអស់ដែលបាននឹងហើយស្ដាប់ឮទៅតាមការផ្សព្វផ្សាយក្នុងសង្គមមួយនេះអញ្ចឹងសូមជូនបុណ្យកុសលទាំងឡាយបួងសួងដៃចេះទេវតាទាំងឡាយទុសបារមីហើយលោកថាថែសាលើអាសនៈតាមបីបាច់ថែសាប្រកាសណាម្ចាស់ញោមញាតិពុទ្ធបរិស័ទជាពិសេសកើតមានដល់បកូនណាព្រមទាំងសម្ដេចទាំងទ្វេក៏ដូចជាក្រុមគ្រួសារក៏ដូចជាញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាក្នុងប្រទេសក្រៅប្រទេសទាំងអស់សូមបានសម្រេចនៅបុណ្យកុសលទាំងឡាយរួចផុតចាកទុក្ខទាំងអស់គ្នាទៀតណាសូមអនុមោទនា